បងប្អូនមានអាការៈឆ្អល់ពោះក្រហាយទ្រុងហើយឡើងមកជូរនៅក្នុងបំពង់កនេះជារោគសញ្ញាអាស៊ីតក្នុងក្រពះឡើងខ្ពស់ស្លឹកកន្ទ្រាំងខែតជាមួយនឹងទឹកឃ្មុំអាចជួយកាត់បន្ថយអាស៊ីតក្រពះបានយ៉ាងមានប្រសិទ្ធភាពល្អសម្រាប់វិធីធ្វើថ្នាំធម្មជាតិនេះងាយទេបងប្អូនគ្រាន់តែមានស្លឹកកន្ទ្រាំងខែតចំនួន10សន្លឹកទឹកឃ្មុំចំនួន1ស្ព្រាបាយហើយនឹងទឹកចំនួន1កែវកាហ្វេបងប្អូនសម្រាប់ស្លឹកកន្ទ្រាំងខែតបើសិនជាបងប្អូនបេះបានអាណាដែលចាស់កាន់តែល្អទៀតស្លឹកកន្ទ្រាំងខែត10សន្លឹកដែលបងប្អូនបានបេះយកមកនេះបងប្អូនគួរយកមកលាងទឹកសម្អាតឲ្យបានស្អាតចំនួន3ទៅ4ទឹកបន្ទាប់មកបងប្អូនយកស្លឹកកន្ទ្រាំងខែតដែលបានលាងសម្អាតស្អាតហើយយកមករលាស់ទឹកឲ្យស្រស់ទឹកល្អបន្ទាប់មកបងប្អូនត្រូវយកស្លឹកកន្ទ្រាំងខែតដែលបានលាងសម្អាតនឹងយកមកដាក់ចូលក្នុងត្បាល់បុកឲ្យម៉ត់នៅពេលដែលបងប្អូនបុកស្លឹកកន្ទ្រាំងខែតម៉ត់ហើយបងប្អូនត្រូវដួសដាក់ចានឬក៏កែវហើយបងប្អូនចាក់ទឹកសចំនួន1កែវកាហ្វេកូរវាឲ្យល្បាយចូលគ្នាបងប្អូនដាក់ត្រាំប្រហែលជា2នាទីចាំបងប្អូនច្រោះវាចេញយកតែការបោះចោលបងប្អូនត្រូវយកតែទឹកទេបន្ទាប់មកបងប្អូនយកទឹកឃ្មុំចំនួន1ស្លាបព្រាបាយចាក់ចូលទៅក្នុងទឹកកន្ទ្រាំងខែតហើយកូរល្បាយឲ្យចូលគ្នាបងប្អូនអាចយកមកបរិភោគបានហើយសម្រាប់ការបរិភោគនេះដែរក្នុងមួយថ្ងៃបងប្អូនគួរបរិភោគតែម្ដងប៉ុណ្ណោះមុនអាហារពេលព្រឹកសម្រាប់អ្នកដែលមានបញ្ហាអាស៊ីតក្នុងក្រពះឡើងខ្ពស់បងប្អូនគួរបរិភោគជារៀងរាល់ថ្ងៃប្រហែលជា10ថ្ងៃទៅ2សប្តាហ៍អាការៈរបស់បងប្អូននឹងកាត់បន្ថយម្ដងបន្តិចរហូតដល់បងប្អូនមានអារម្មណ៍ថាស្រួលក្នុងខ្លួនតើបងប្អូនសម្រាប់អ្នកដែលមានបញ្ហាអាស៊ីតនៅក្នុងក្រពះឡើងខ្ពស់បងប្អូនសាកធ្វើវិធីធម្មជាតិបែបនេះយកមកបរិភោគជារៀងរាល់ថ្ងៃបើសិនជាមានប្រសិទ្ធភាពហើយបងប្អូនជួយចែករំលែកបន្តដើម្បីឲ្យបានទៅដល់អ្នកដែលមានបញ្ហាដូចបងប្អូនបានដឹងគ្រប់គ្នា